ដោយស្ថិតនៅក្នុងដែនលំហអឡោះអាល័យរបស់បូស្បាបីសាច់ឆ្មាក៏នឹកឃើញរឿងកន្លងគូស្នេហ៍របស់គេបានស្លាប់បាត់ទៅហើយដួងព្រលឹងដែលនៅសេសសល់របស់គូស្នេហ៍គេក៏បានស្ថិតនៅក្នុងផ្កាឈូកនោះបូស្បាឃើញដូច្នេះក៏បញ្ឈប់ដែនរបស់គេបន្ទាប់មកក៏បាននិយាយជាមួយឆ្មាថាតាមពិតឯងវាយប្រហារយើងពីព្រោះឯងចង់ការពារព្រលឹងរបស់គូស្នេហ៍ឯងមែនទេយើងទាំងពីរនាក់គឺដូចគ្នាទេយើងរងចាំមនុស្សដែលយើងស្រឡាញ់រស់ឡើងវិញហើយបូស្បាក៏បានបន្តទៀតថាឈាមរបស់ខ្ញុំមានធម្មពលទឹកអម្រឹតវាប្រហែលជាអាចជួយដល់គូស្នេហ៍របស់ឯងឲ្យមានធម្មពលព្រលឹងឡើងវិញបានពេលនោះផងដែរបូស្បាក៏បានប្រើប្រាស់ឈាមរបស់គេคล้ายទៅជាធម្មពលដើម្បីឲ្យព្រលឹងឆ្មានោះស្រូបយកមិនយូរប៉ុន្មានស្រាប់តែរាងកាយរបស់បិសាចឆ្មាក៏បានផុសចេញមកពួកគេទាំងពីរនាក់បានជួបគ្នាម្ដងទៀតហើយដោយសារតែសេចក្តីដឹងគុណឆ្មាទាំងពីរនាក់នោះក៏បាននាំបូស្បាទៅកាន់កន្លែងមួយកន្លែងនោះស្រាប់តែមានវិជាសម្ងាត់របស់អម្បូយ៉ាបូស្បាក៏បានចាប់ផ្ដើមស្វែងយល់ពីវិជាសម្ងាត់របស់អម្បូយ៉ានោះកំពុងតែស្វែងយល់ស្រាប់តែបិសាចខ្យាតអមេរិកក៏បានចូលមកដល់ម៉ែវទាំងពីរក៏បានជួយដើម្បីពន្យាពេលដល់បូស្បាដើម្បីធ្វើការបន្តស្វែងយល់ប៉ុន្តែសត្វបិសាចខ្យាតអមេរិកនោះខ្លាំងពេកហើយម៉ែវទាំងពីរបានត្រូវរបួសបាត់ហើយបូស្បាក៏បានបញ្ចេញកូនក្រក់របស់គេឲ្យមកជួយម៉ែវទាំងពីរនោះត្រឹមបិសាចខ្យាតអមេរិកប៉ុណ្ណឹងកូនក្រក់ឲ្យស្ពៃអាអូនបូស្បាបានស្វែងយល់ពីសិលាចារឹករបស់អម្បូយ៉ាដោយជោគជ័យពេលនោះបូស្បាគិតថាហេតុអ្វីបានជានៅទីនេះមានសិលាចារឹករបស់អម្បូយ៉ាដូច្នេះបូស្បាក៏បន្តទៀតថាគេនឹងបន្តរករកប្រាសាទបុរាណនេះដើម្បីស្វែងរកការពិតតើបូស្បានឹងរកឃើញការពិតអ្វីខ្លះនៅក្នុងការរករកនេះសូមរងចាំតាមដានទស្សនាភាគបន្ត